ពេលនេះថៃបានប្រកាសចាប់ផ្ដើមសាងសង់របងព្រំដែនជាប់ជាមួយនឹងកម្ពុជានៅខែមេសាខាងមុខនេះហើយមន្ត្រីយោធាថៃបានបញ្ជាក់ថាប្រទេសថៃនឹងចាប់ផ្ដើមសាងសង់របងព្រំដែននៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនជាមួយនឹងប្រទេសកម្ពុជាក្នុងខែមេសាខាងមុខនេះជាខែនៃរដូវចូលឆ្នាំខ្មែរយ៉ាងណាមានមតិជាច្រើនបានចោទជាសំណួរថាតើការសាងសង់របងព្រំដែនរបស់ថៃជាចេតនាពង្រឹងសន្តិសុខព្រំដែនឬជាយុទ្ធសាស្ត្ររំលោភបំពានឈ្លានពានទឹកដីកម្ពុជាយោងតាមយោធាភូមិន្ទថៃដំណាក់កាលនៃការសាកល្បងសាងសង់នឹងគ្របដណ្ដប់លើចម្ងាយប្រហែល 1.3 គីឡូម៉ែត្រស្ថិតនៅក្នុងខេត្តចន្ទបុរីចន្លោះបង្គោលព្រំដែនលេខ52ដល់54តំបន់នេះគឺជាស្រុកដែលជាប់ព្រំប្រទល់ជាមួយនឹងខេត្តបៃលិននិងខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជាការសាងសង់នេះគឺជាផ្នែកតូចមួយនៃព្រំដែនសរុបជិត800គីឡូម៉ែត្ររវាងប្រទេសទាំងពីរហើយត្រូវបានគេរំពឹងថានឹងប្រើពេលប្រហែល45ថ្ងៃដើម្បីបញ្ចប់គម្រោងនេះភាគីថៃបញ្ជាក់ថាគម្រោងនេះមិនមានជាប់ពាក់ព័ន្ធទៅនឹងចំនួនទឹកដីណាមួយឡើយហើយសម្រាប់ដំណាក់កាលបន្ទាប់គឺមានការបន្ថែមរបងអេឡិចត្រូនិកដែលបំពាក់ទៅដោយឧបករណ៍ចាប់សញ្ញាឬហៅថា sensor និងកាមេរ៉ាសុវត្ថិភាពដើម្បីតាមដាន24ម៉ោងលើ24ម៉ោងមែនទែនទៅការសាងសង់របងនេះកើតឡើងចំពេលមានភាពតានតឹងដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងទាំងពីរបន្ទាប់ពីយោធាថៃបកការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃខុសខើនិងយងខ្នងជាទីបំផុតនៅលើដែនអធិបតេយ្យភាពកម្ពុជាកាលពីពេលកន្លងទៅបណ្ដាលឲ្យមានមនុស្សរាប់សិបនាក់បានស្លាប់និងរបួសជាច្រើននាក់និងធ្វើឲ្យប្រជាជនស្លូតត្រង់ជាច្រើនសែននាក់ត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែងយ៉ាងតក់ក្រហល់ចំណុចស្នូលនៃចំនួននេះគឺប្រាសាទព្រះវិហារដែលបានកសាងឡើងក្នុងសតវត្សទី11ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចកាលពីឆ្នាំ1962និងឆ្នាំ2013ថាប្រាសាទនេះជារបស់កម្ពុជាប៉ុន្តែប្រទេសថៃនៅតែបន្តទាមទារផ្នែកខ្លះនៃតំបន់ជុំវិញប្រាសាទបុរាណខ្មែរមួយនេះយ៉ាងណាការប្រកាសរបស់មន្ត្រីយោធាថៃក្នុងការចាប់ផ្ដើមសាងសង់របងព្រំដែនជាមួយកម្ពុជានៅខែមេសាខាងមុខនេះបង្កើតឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះឆន្ទៈពិតប្រាកដរបស់រាជធានីបាងកកទោះបីជាថៃអះអាងថាដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនក៏ដោយប៉ុន្តែសកម្មភាពនេះត្រូវបានគេមើលឃើញថាជាការបិទបាំងមហិច្ឆតាលេបត្របាក់ទឹកដីកម្ពុជាពីការឈ្លានពានរបស់ខ្លួនប៉ុណ្ណោះលើសពីនេះការសាងសង់របងដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបអាចជាយុទ្ធសាស្ត្រនៃការបង្កើតហេតុនៅលើទឹកដីកម្ពុជាដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនតាមអំពើចិត្តរបស់ខ្លួនបើថៃពិតជាចង់បានសន្តិភាពមែនហេតុអ្វីបានជាមិនគោរពទៅតាមគំនូសផែនទីអន្តរជាតិដែលទទួលស្គាល់និងសាលដីកាតុលាការក្រុងឡាអេឲ្យបានពេញលេញជាជាងការសាងសង់របងខណ្ឌចែកបង្គោលព្រំដែនដែលបង្កប់នៅផែនការទុច្ចរិតនិងការគំរាមកំហែងផ្នែកយោធាបែបនេះជាមួយនឹងបញ្ហាទាំងអស់នេះផងដែរក្រសួងការបរទេសកម្ពុជាក៏បានបន្តចេញលិខិតតវ៉ាប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃដែលមិនព្រមជប់ធ្វើសកម្មភាពរំលោភបំពានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដែលសកម្មភាពទាំងនេះផ្ទុយទៅនឹងច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិមិនត្រឹមតែប៉ុណ្ណោះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានឲ្យដឹងថានៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតំបន់ធំខេត្តឧត្តរមានជ័យកងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចាក់ធន់ធ្ងន់ជីកកាយដីនិងសាងសង់លីនដ្ឋានបេតុងថ្មីមួយបន្ថែមទៀតចំណែកនៅតំបន់មុំ3នៃខេត្តព្រះវិហារម្ដុំភ្នំ469កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីសាងសង់ផ្លូវនិងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនរួមទាំងរូបសំណាកព្រះពុទ្ធនៅភូមិថ្មដូនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីនិងសាងសង់ផ្លូវព្រមទាំងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួននៅតំបន់ភាគខាងលិចនៃតំបន់ដំណាក់ស្ដេចដោយឡែកនៅតំបន់អានសេះខេត្តព្រះវិហារកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីសាងសង់ផ្លូវនិងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនព្រមទាំងបានលើកទង់ជាតិថៃផងដែរមិនទាន់អស់ទេសកម្មភាពស្រដៀងគ្នានេះក៏បានកើតឡើងនៅទីតាំងជាច្រើនរួមទាំងនៅម្ដុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះអូផ្កាស្នេហ៍ភ្នំ677និងភ្នំ500ដែលកងកម្លាំងប្រដាប់អាវុធថៃរួមជាមួយព្រះសង្ឃថៃបានសាងសង់រូបសំណាកព្រះពុទ្ធមួយព្រះអង្គផងដែរចំពោះនៅតំបន់តាថាវតំបន់តាសឹមនិងចាក់ច្រែងខេត្តព្រះវិហារកងកម្លាំងប្រដាប់អាវុធថៃក៏បានធ្វើសកម្មភាពកក្លឿនឈូសឆាយដីសាងសង់ផ្លូវនិងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួននៅក្នុងទឹកដីកម្ពុជារួមទាំងម្ដុំប្រាសាទដូនទុនភ្នំ505ភ្នំ333និងតំបន់ច្រកតាថាវក្រសួងការបរទេសកម្ពុជាក៏បានអះអាងថា
ក្រៅពីការឈូសឆាយដីធ្វើផ្លូវសង់សំណង់បេតុងអចិន្ត្រៃយ៍កងកម្លាំងថៃព្រមទាំងមានជំនួយពីព្រះសង្ឃថៃផងនោះបាននាំគ្នាសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅតាមតំបន់ផ្សេងៗក្នុងទឹកដីកម្ពុជារួមទាំងតំបន់តាថាវនិងភ្នំទ្រាប់នៅក្នុងខេត្តព្រះវិហារតំបន់អូស្មាច់និងប្រាសាទខ្នារក្នុងខេត្តឧត្តរមានជ័យផងដែរសូមជម្រាបថាតំបន់ទាំងអស់ខាងលើនេះស្ថិតនៅក្នុងដែនអធិបតេយ្យភាពនៃប្រជាណាចក្រកម្ពុជាទាំងស្រុងដោយដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន1លើ200,000របស់គណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមស្របតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907កម្ពុជាចាត់ទុកសកម្មភាពខាងលើគឺជាការរំលោភបន្ថែមទៀតលើមាត្រា5នៃអនុសញ្ញានៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជាថៃស្ដីពីការវាស់វែងនិងបោះបង្គោលព្រំដែននិងអំពាវនាវឲ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ទាំងអស់នៅក្នុងទឹកដីកម្ពុជារាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាចិត្តស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះចំនួនព្រំដែនជាមួយប្រទេសថៃនិងប្រកាន់ជំហរគោលការណ៍ថាព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងយោធានោះឡើយទន្ទឹមនឹងនេះកម្ពុជាក៏បានដាក់បញ្ចូលសំណុំឯកសារតវ៉ាប្តឹងទៅថៃជាង60លើកទៅកាន់អង្គការសិទ្ធិមនុស្សក្នុងតំបន់និងអន្តរជាតិគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលហៅកាត់ថាកោសមកបានចេញញត្តិស្គាល់ទោសនិងដាក់បណ្ដឹងទៅកាន់យន្តការសិទ្ធិមនុស្សទាំងក្នុងតំបន់និងអន្តរជាតិសរុបចំនួន60ឯកសារដើម្បីការពារសិទ្ធិសេរីភាពរបស់ប្រជាជនស៊ីវិលព្រមទាំងបូរណភាពទឹកដីកម្ពុជាអំឡុងពេលថៃឈ្លានពាននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកទេសរដ្ឋមន្ត្រីកែវរេមីបានថ្លែងនៅក្នុងសេចក្តីកិច្ចប្រជុំប្រចាំឆ្នាំអំពីស្ថានភាពចំនួននៅតាមព្រំដែនកម្ពុជាថៃមេសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថាទោះបីជាមានសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃចុះថ្ងៃទី27ធ្នូឆ្នាំ2025ក៏ដោយតែក្នុងចេតនាបង្កើនទស្សនវិជ្ជាថ្មីៗនៅនឹងកន្លែងក្រមយោធាថៃបានរារាំងជនភៀសជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់មិនឲ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបានជាមួយគ្នាយោធាថៃថែមទាំងធ្វើសកម្មភាពមួយចំនួនបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជាសកម្មភាពទាំងនោះរួមមានការបិទព្រំដែនជាឯកតោភាគីការរើសអើងនិងការប្រើប្រាស់អំពើហិង្សាទៅលើពលករកម្ពុជាការបាញ់ប្រហារដល់កងកម្លាំងកម្ពុជានៅក្នុងទឹកដីកម្ពុជាការប្រើប្រាស់សម្លេងរំខានកម្រិតខ្ពស់ដែលប៉ះពាល់ទៅដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាជនស៊ីវិលព្រមទាំងការប្រើប្រាស់អាវុធធុនធ្ងន់វាយប្រហារចូលមុខជ្រៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាការដាក់ពង្រាយទូកុងតឺន័រនិងរាយបន្លាលួចព័ទ្ធយកដីប្រជាពលរដ្ឋស៊ីវិលការបំផ្លិចបំផ្លាញនិងចូលលួចទ្រព្យសម្បត្តិឯកជននិងសាធារណៈការបំផ្លិចបំផ្លាញវប្បធម៌និងរូបបដិមាព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ថ្មីៗតវ៉ានឹងសកម្មភាពទាំងនេះលោកទេសរដ្ឋមន្ត្រីកែវរេមីបានបញ្ជាក់ថាកោសមកបានចេញញត្តិស្គាល់ទោសដាក់បណ្ដឹងទៅកាន់យន្តការសិទ្ធិមនុស្សទាំងក្នុងតំបន់និងអន្តរជាតិសរុបចំនួន60ឯកសារព្រមទាំងការចុះសួរសុខទុក្ខនិងនាំយកអំណោយទៅចែកជូនជនភៀសកងទ័ពនិងគ្រួសារកងទ័ពចំនួន10លើកលោកបញ្យល់ថាការដាក់ញត្តិតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងការចូលទន្ទ្រាននិងការកាន់កាប់ដីដោយខុសច្បាប់ពីសំណាក់យោធាថៃគឺជាវិធានការស្របច្បាប់អន្តរជាតិនិងជាភស្តុតាងបញ្ជាក់ថាកម្ពុជាមិនបានយល់ព្រមនិងទទួលស្គាល់ការបំពានទាំងនោះឡើយទោះជាយ៉ាងណាលោកថាយន្តការផ្លូវច្បាប់អន្តរជាតិទាំងអស់ត្រូវការពេលវេលាដើម្បីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរឥតងាករេក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់សូមអរគុណនិងសូមជម្រាបលា